យកផ្ទះនៅអាមេរិកសិនចាំមកទិញផ្ទះនៅស្រុកខ្មែរឬក៏លើកទៅផ្ទះមកហ្នឹងមកបងនឹងវាចឹងយកបច្ច័យ4ហ្នឹងវាបំលែងទៅបានទាំងអស់ហ្នឹងវាកើតទៅស្អីឲ្យតែប្រសំខ្វះអីញោមបានហ្នឹងឯងចឹងញោមញាតកុំខ្វល់ទេចូលបើម៉ែខ្ញុំឪខ្ញុំកើតទៅនៅរស់គាត់ចូលចិត្តតែមហូបនេះហើយចូលឥឡូវហ្នឹងខ្ញុំធ្វើម៉េចបើអត់ប្រគេនប្រហែលជាលោកមិនទទួលជាដើមហ្នឹងមិនបានដល់ឬក៏យ៉ាងម៉េចបើមហូបវាអត់ត្រូវចិត្តថាមិនមែនទេញោមអាប៉ុនហ្នឹងបើគាត់ពេញចិត្តអីវាកើតជារបស់ទឹកនោះមកហើយដើម្បីឲ្យបានដល់ឬមិនដល់ញោមអញ្ចឹងតែខ្ញុំកណាកូនចៅចាស់បុនប្រគេនទៅលោកសោះចុះមិនក៏ដល់ម៉ែដល់អីដូចជាប្រព័ន្ធទូរស័ព្ទតាមរលកធាតុអាកាសឥឡូវនេះបើសង្ហេតុអីបានជាលោកទទួលឲ្យត្រីកហើយបានទៅដល់ញាតិតែលោកមានសិលណាញោមណាសីលសម្បានណោនេះប្រសំត្រូវទ្រង់សិលឧបាសកឧបាសិកាមានត្រឹមតែ10សិក្ខាបទដល់ប្រសំមានតែដល់227ឡោះវាច្រើនណាស់អញ្ចឹងសិលរបស់លោកដូចជាចំហាយរលកធាតុអាកាសនៃប្រព័ន្ធទូរស័ព្ទអញ្ចឹងញោមចង់ឥឡូវសម័យវិញសម័យអីក៏ដោយម៉ែនៅស្រុកស្រែខេត្តស្វាយរៀងខេត្តកំពង់ចាមដួលការីខ្វះលេខខ្វះបច្ច័យកូនអើយកូនអញទូរស័ព្ទអនលុយមើលកូនឯងបញ្ចូលឲ្យម៉ែ5រៀលមើលញោមម៉ែឥឡូវហ្នឹងវាមិនចាំបាច់ទៅបាញ់ឲ្យអីមាន ABA វាយតែឈ្មោះលេខម៉ែដាក់តែ5រៀលចូលភ្លុចបើអ៊ីនធឺណិតមើលលោកទេបានដូចខ្ញុំឯងដឹងពេញអញ្ចឹងហើយមើលតែអាលុយហ្នឹងវាចូលទៅតាមណាតើវាតាមរលកធាតុអាកាសយ៉ាងណាចំហាយសិលក៏ដូចគ្នាដែររមែងសម្រាប់ប្រយោជន៍ដល់អ្នកស្លាប់ទៅកើតជាប្រែតព្រោះវាអត់សិលចឹងហើយការណៈរបស់ដែលកូនចៅប្រគេននៅក្នុងទីនេះរមែងសម្រាប់ប្រយោជន៍ដូចជាប្រព័ន្ធរលកធាតុអាកាសដែលយើងមើលមិនឃើញនោះអត់សិលវាមានកម្លាំងខ្លាំងជាងនឹងទៅទៀតដែរឃើញទេញាតិញោមដោយកម្លាំងសិលនឹងធ្វើឲ្យញាតិញោមនឹងអាយុវែងណាញាតិញោមត្រូវចាំថាអាយុវែងនឹងដោយអំណាចមានសិលទី1បាណាតិបាតាវេរមណីសមាទានថាអាត្មាអញមិនសម្លាប់សត្វដទៃមិនបៀតបៀនសត្វដទៃមិនបៀតបៀនមនុស្សដទៃអាយុវែងណាញោមណាហើយកូនទាំងអស់ហ្នឹងមិនដឹងជាបាន88អត់លោកកំពុងទេអីវ៉ាហ្នឹងហើយបើឈឺចកៃតាំងពីអាយុប៉ុណ្ណេះទៅហើយញោមកាត់មើលតែញាតិញោមឃើញទេមិនមែនម៉ែឪអាយុវែងកូនសិតតែអាយុវែងទេសម័យឥឡូវនេះក្មេងបើកសិតម៉ូតូហោះញោមឃើញទេប្រហែលថ្ងៃមុនសិលមួយថ្ងៃនៅកន្លែងបាត់ស្បោញោមហើយកំពុងតែផ្សាយមកអារឿងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ2បើកបុកគ្នាវាប៉ះឡានអាឡាននោះអែបកេងផ្លូវកំពុងតែផ្សាយអាម៉ូតូមួយទៀតបុកប្រាយកំពុងផ្សាយនឹងទៀតបាក់កកតំណងទៀតទៅញោមហើយដឹងរស់ដឹងមកញាតិញោមឃើញរស់នៅដោយសេចក្តីប្រមាទកម្មវាចាត់ចែងដល់អាយុ100ប៉ុន្តែបើយើងលើកដល់ទេញោមណាមិនដល់ទេបើយើងលើកវាមានប្រមាណទៀតទ្វេប្រហែលយ៉ាងណាកម្មនេះព្រះអង្គលោកប្រាប់ហើយអ្នកទាំងឡាយចង់បានអាយុវែងកុំសម្លាប់មនុស្សសម្លាប់សត្វវាមានពៀវាមានវិរិយអ្នកទាំងឡាយចង់បានសេចក្តីសុខគង់វងទ្រព្យសម្បត្តិកុំលួចរបស់គេអ្នកទាំងឡាយចង់សុខដុមរមនាក្នុងគ្រួសារមិនរង្គោះរង្គើបែកបាក់អ្នកទាំងឡាយកុំខ្វល់ចិត្តគ្នាអ្នកទាំងឡាយចង់និយាយមួយម៉ាត់ពីរម៉ាត់ឲ្យគេស្ដាប់កុំរៀនកុហកអ្នកដទៃអ្នកទាំងឡាយបើមិនចង់ឈួតពេលស្លាប់ទៅមុនឈួតកុំផាប់ស្រាខ្ញុំគឺហើយយើងមានទៅតាមព្រះអង្គឯណាបើនិយាយពីក្រែវិញចង់ប្រហែលងូតទៅញោមខែ2កុំមកសម័យស្រុកសង្គ្រាមទេរាល់ឆ្នាំសម័យខែនេះងាប់ឲ្យស្ទែនមួយស្ទែនពីរស្ទែននឹងអស់លីងរហូតដល់ទិញស្រុកក្រៅមកទៀតអានឹងក្រេបមែនទេអានោះសតិដល់មែនទេទៅអាក្រាបកាយមែនត្រែនទៅគ្រោះថ្នាក់មែនទេកើតរោគច្រើនវាមកពីអីថាផលមកពីយើងក្រេបទឹកសវណ្ណវាលលែងលើវាខ្សោយផ្លូវចិត្តតាំងពីនៅមិនទាន់ស្លាប់ព្រឹបមកអត់មានអីក្រៅអំពីវិកលវិការទេញោមមើលហេតុបច្ច័យក៏មកមានអញ្ចឹងចឹងបានយើងគ្រប់គ្នាត្រូវតែដឹងត្រូវតែត្រៀមត្រូវតែរៀនក្នុងដំណើរជីវិតនេះដើម្បីឲ្យមានសិលហ្នឹងគឺវាចាក់តែ5ហ្នឹងញោមមិនបាច់តែកាន់ស្អីទេតែមិនសម្រាប់គ្នាមនុស្សឲ្យសពហើយសម័យរាល់ថ្ងៃហ្នឹងមនុស្សវាអត់ធัวមនុស្សវាអត់សិលញាតិញោមមើលប្រទេសតូចទៅដើមតាមតូចអាធំទៅដើមតាមធំទៅបន្តិចទៀតទៅអាប្រទេសមហាអំណាចវាវាយគ្នាញោមចាំតែមើលចុះមិនយូរទេញោមពលម្នាក់វាមិនខើញដាក់គ្នាដោយសារកិលេសផ្លូវចិត្តនេះវាអត់ចេះគ្រប់បង្ហាញពីមហិច្ឆតាខ្លួនតែខ្លួនវាខ្លាំងយ៉ាងនេះខ្លាំងយ៉ាងនោះក៏ប៉ុន្តែវាមិនមែនបានសុខរហូតទេ
ហើយយើងទៅបៀតបៀនគ្រួសារថ្ងៃណាមួយគេបៀតបៀនយើងវិញវាអត់ចេះចប់ចឹងហើយបានព្រះអង្គលោកប្រាប់ថាពីមិនមែនស្ងប់ដោយការចងពៀទេមានតែមេត្តាចិត្តមានតែខន្តិធម៌មានតែសេចក្តីសន្តោសមានតែព្រមវិហារធម៌តែប៉ុណ្ណោះទៅធ្វើឲ្យយើងបាននៅសេចក្តីសុខស្ងប់ណាញាតិញោមបាននៅសេចក្តីសុខស្ងប់ការឲ្យទានហ្នឹងក៏ក្រៃលែងដែរញាតិញោមព្រះអង្គលោកប្រាប់ឲ្យមានសង្គ្រោះពីរយ៉ាងទី1សង្គ្រោះស្លាប់ទៅមេត្តាបិតាមានសេចក្តីទុក្ខលំបាកច្រើនណាស់មានកំណាព្យមួយគេលើកថាអញ្ចឹងលើកពីស្ត្រីមេម៉ាយមេម៉ាយត្រូវពេលកូនកើតមកម៉ែសប្បាយទោះអត់ប្រាក់ចាយមិនពោលស្ដីខិតខំធ្វើការប្រឹងរែកដីលំបាក់ម្ដេចក្ដីអត់មានធ្ងោទៅទូក្រមានៅហាលថ្ងៃយកដៃជួតញើសដែលវាហូរពេលនឹកដល់កូនចិត្តទួនតូញើសហូរមិនស្មើក្ដីស្រឡាញ់មានគេសួរថាខំអ្វីម្លេះថ្ងៃសឹងឆេះមិនចេះចាស់ម៉ែឆ្លើយតែព្រោះកូនសម្លាញ់គិតកាញ់រកប្រាក់កុំចង់លហែ